ឥទ្ធិពលនៃជំហានខ្លីៗជីវិតមនុស្សគឺសម្បូរទៅដោយការសម្រេចចិត្តនិងជម្រើសរាប់មិនអស់នៅក្នុងបរិបទនៃការរីកចម្រើននិងការឈានទៅមុខអ្នកជំនាញជាច្រើនបានបញ្ជាក់ថាជំហានខ្លីៗឬ small step មានឥទ្ធិពលដ៏ធំនៅលើការផ្លាស់ប្ដូររបស់មនុស្សជំហានខ្លីៗជារូបមន្តសំខាន់នៅក្នុងការធ្វើឲ្យក្តីសុបិនរបស់អ្នកคล้ายទៅជាការពិតជំហានខ្លីៗអាចមានទ្រង់ទ្រាយផ្សេងៗគ្នាដូចជាការកំណត់ពេលវេលាសម្រាប់សិក្សា15នាទីនៅក្នុងមួយថ្ងៃការរៀបចំកាលវិភាគជាប្រចាំសប្តាហ៍ឬសកម្មភាពសាមញ្ញៗដូចជាការលាងចានបន្ទាប់ពីបរិភោគអាហាររួចរៀបចំក្រែគេងបន្ទាប់ពីភ្ញាក់ពីដំណេកជាដើមទាំងនេះអាចមើលទៅថាជាធម្មតាតែវាបានបង្កើតជាប្រសិទ្ធភាពល្អមួយនៅក្នុងជីវិតប្រចាំថ្ងៃក្រៅពីនេះជំហានខ្លីៗក៏អាចជួយបំបត្តិការថប់អារម្មណ៍និងអារម្មណ៍ជោគជ័យคล้ายៗដែលអាចកើតមាននៅពេលដែលយើងមើលទៅលើគោលដៅធំៗរបស់យើងវាធ្វើឲ្យយើងមានទំនុកចិត្តលើខ្លួនឯងនិងអាចថែរក្សាបំណងប្រាថ្នារបស់យើងបានយូរជាងមុនសរុបជារួមឥទ្ធិពលនៃជំហានខ្លីៗគឺស្ថិតនៅក្នុងសមត្ថភាពរបស់វានៅក្នុងការជួយយើងសម្រេចគោលដៅយ៉ាងមានប្រសិទ្ធភាពពីការចាប់ផ្ដើមតូចៗបន្តជាប្រចាំថ្ងៃនិងមិនដាច់ខ្សែចរន្តនៃការចាប់ផ្ដើមធ្វើការមួយនោះចូលចាំថាទោះបីជាគោលដៅរបស់អ្នកធំយ៉ាងណាក៏ដោយក៏អ្នកត្រូវតែចាប់ផ្ដើមបោះជំហានខ្លីៗពីថ្ងៃនេះទៅមុខដែរ